ព្រោះតែមួយវីដេអូកត់ខ្ញុំបានទទួល follower រហូតដល់ 30k follower អ្នកនរគ្នាក្នុងរយៈពេលតែមួយអាទិត្យទេអូយនិយាយទៅខ្ញុំសប្បាយចិត្តខ្ញុំរំភើបហើយខ្ញុំក៏អរគុណដល់បងៗទាំងអស់គ្នានិយាយទៅទោះបីជាបងអត់ចង់និយាយថាអត់មានបានជួយទិញអីខ្ញុំក៏ដោយប៉ុន្តែបានជួយ view វីដេអូខ្ញុំបានជួយ follow ខ្ញុំអីចឹងក៏ខ្ញុំសប្បាយចិត្តខ្ញុំ happy នៅក្នុងការចែកម្លែកដែរហើយទស្សនវិស័យរបស់ខ្ញុំនៅក្នុងការប្រើប្រាស់ TikTok នេះហ៎ដឹងហើយថាគោលបំណងធំហ្នឹងគឺយើងត្រូវការថវិកាយើងលក់អីវ៉ាន់នៅក្នុងហ្នឹងទៅដើម្បីចិញ្ចឹមជីវិតជាប្រចាំថ្ងៃប៉ុន្តែចំណុចទី2ដែលសំខាន់ហ្នឹងគឺខ្ញុំចង់ចែកម្លែកចំណេះដឹងខ្លះៗទាក់ទងអំពីការថែទាំសុខភាពក៏ដូចជាពិសេសតែម្ដងគឺការថែទាំសុខភាពបន្តពូជនឹងតែម្ដងដែលភាគច្រើនមានបងមួយចំនួនគាត់មើលរំលងឬក៏បងខ្លះគាត់មិនមែនថាគាត់មិនមើលរំលងទេគាត់ឃើញដែរប៉ុន្តែគាត់អត់ហ៊ាននិយាយដោយសារហេតុអីទី1គឺមានភាពខ្មាស់អៀនច្រើនសូម្បីតែខ្ញុំខ្លួនឯងហ្នឹងឯងដែលជាសុទ្ធការីស្រាប់ពេលខ្លះខ្ញុំនិយាយក៏រៀងមានភាពខ្មាស់អៀនដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានចង្អុលតាក់ទងអំពីបញ្ហាសុខភាពផ្លូវកាយផ្លូវកាយផ្លូវចិត្តឬក៏ផ្លូវអីក៏ដោយគឺអាចប្រឹក្សាយោបល់បានទោះអត់ទិញអីវ៉ាន់ក៏ខ្ញុំអត់មានខឹងដែរឬក៏បងពេញចិត្តផលិតផលអីហើយគ្រាន់តែសាកសួរតម្លៃពីសារៈប្រយោជន៍របស់វារបៀបប្រើប្រាស់ឬក៏តម្លៃសិនអត់ទិញក៏ខ្ញុំអត់ថាអីដែរអរគុណ